គមន៍មកកាន់ខ្ញុំម្ដងទៀតបាទព័ត៌មានប្រចាំថ្ងៃតែងតែចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយក៏ចឹងថ្ងៃនេះយើងមកតាមដានព័ត៌មានទាក់ទងជាមួយនឹងកម្ពុជាហើយនឹងថៃម្ដងទៀតបាទបករបស់លោកអនុទិនយល់ព្រមឆ្លងសម្ព័ន្ធភាពជាមួយនឹងបកភើថៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាទគឺពេលនេះថៃគេបានបង្កើតនៅរដ្ឋាភិបាលចម្រុះហើយបងប្អូនបាទទាក់ទងជាមួយនឹងការបោះឆ្នោតទោះបីជាមិនទាន់ជាចេញជាផ្លូវការក៏ដោយប៉ុន្តែឥឡូវគេបានផ្ទៃក្នុងគេគឺបានប្រមូលផ្ដុំឡើងវិញហើយបាទនេះគឺជាយុទ្ធសាស្ត្ររបស់គេបាទលោកអនុទិនឆាន់វិរៈគុលនាយករដ្ឋមន្ត្រីចាំផ្ទះថៃបាននិយាយនៅថ្ងៃសុក្រទី13ខែកុម្ភៈឆ្នាំ2026នេះថាគណៈបកភូចៃថៃបាទរបស់លោកដែលទទួលជ័យជំនះយ៉ាងភ្លុកទឹកភ្លុកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី8ខែកុម្ភៈឆ្នាំ2026នេះបានយល់ព្រមបង្កើតសម្ព័ន្ធភាពជាមួយនឹងគណៈបកភើថៃរបស់លោកតាក់ស៊ីនស៊ីណាវ៉ាត់អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគារបាទបងប្អូនឃើញអត់បងប្អូននេះគេរួបរวมគ្នាបងប្អូនហ្នឹងហើយមិនថាបកប្រឆាំងឬក៏បកមិនប្រឆាំងទេនៅពេលដែលគេឈ្នះគឺគេប្រមូលគេរួបរวมគ្នាដើម្បីកសាងប្រទេសជាតិគេបាទនេះគឺចំណុចខ្លាំងរបស់គេគឺនៅត្រង់ហ្នឹងបងប្អូនហើយកាលណាប្រទេសមួយគេសាមគ្គីគ្នាបានល្អហើយគឺគេខ្លាំងហើយបងប្អូនគឺគេរឹងមាំហើយបាទតែអញ្ចឹងយើងបន្តទៅមុខទៀតទាំងអស់គ្នាបាទលោកអនុទិនបានស្វាគមន៍ការចូលសម្ព័ន្ធភាពរបស់គណៈបកភ័ថៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបើទោះបីជាលទ្ធផលនៃការបោះឆ្នោតផ្លូវការមិនទាន់ប្រកាសក៏ដោយនាយករដ្ឋមន្ត្រីចាំផ្ទះថៃរូបនេះបាននិយាយថាយើងមានការឯកភាពគ្នាថាភើថៃនឹងគុំត្រូលយើងក្នុងការដឹកនាំរដ្ឋាភិបាលចម្រុះដូចដែលបានគ្រោងទុកបាទអានេះអ្វីគឺគេបានរៀបចំទុកហើយបងប្អូនបាទគេរៀបចំទុកគណៈបកភើថៃគណៈបកស៊ីនវ៉ាត់ជាមួយនឹងអនុទិននឹងគឺគេបានចរចាចាប់ដៃចាប់ជើងគ្នាតាំងតែពីមុនសង្គ្រាមមកម្លេះបាទនេះគឺជាផែនការរបស់គេបងប្អូនមិនមែនជាលំទេទៅអនុទិនឈ្នះភ្លុកទឹកភ្លុកដីនេះដោយសារអីដោយសារគណៈបកភើថៃនៅពីក្រោយទៀតបាទឃើញនេះគឺជារឿងមួយដែលកម្ពុជាយើងចាញ់តែមគេក្នុងការបង្រួបបង្រួមបាទអញ្ចឹងយើងមកតាមដានទាក់ទងជាមួយនឹងតំណែងចូលនៅក្នុងប្រទេសខ្មែរម្ដងបាទឆ្លើយតបទៅនឹងការលើកឡើងរបស់សាធារណមតិថាហេតុអ្វីបានជាតំណែងថៃនៅមាននាំចូលមកកម្ពុជាក្នុងរង្វង់ជាង$150 លានក្នុងខែមករានេះឆ្នាំ2006ក្រោយពលរដ្ឋកម្ពុជាបានពហិការតំណែងថៃលោកគុណញឹមអគ្គនាយកដ្ឋានគយនឹងរដ្ឋការកម្ពុជាបានពន្យល់ករណីនេះថាទំនិញដែលបម្រើក្នុងវិស័យផលិតកម្មនេសាទផលិតកម្មនៅតែបន្តនាំចូលពីប្រទេសថៃខណៈការនាំចូលទំនិញថៃរបស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានធ្លាក់ចុះជាបន្តបន្ទាប់នេះបើតាមការថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ2025និងទិសដៅអនុវត្តបន្តនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នេះបាទបងប្អូនយើងនឹងតាមដានបន្តទៀតបាទមេគយកម្ពុជាបានឲ្យដឹងថាក្រុមទំនិញ
ដែលបន្តនាំចូលរួមមានមធ្យោបាយផលិតកម្មដូចជាគ្រឿងចក្រគ្រឿងយន្តសិប្បកម្មត្រាក់ទ័រម៉ាស៊ីនច្រូតនិងធាតុចូលផលិតកម្មដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគធំនៅកម្ពុជាបាទយើងស្ដាប់ហើយដូចជាមិនទេបងប្អូនបាទបើសិនជាក្រុមហ៊ុនធំនៅកម្ពុជាយើងមិនអាចខ្វះគ្រឿងចក្រមកពីថៃបាទទំនិញមកពីថៃបានគឺអានេះមេគយបានលើកឡើងអញ្ចឹងទោះបីយ៉ាងណាក៏កាលណាមេគយលើកឡើងអញ្ចឹងហើយបងប្អូនគឺមិនអាចខាំងទំនិញថៃបានទេអញ្ចឹងការហូរចូលវានៅតែមានអញ្ចឹងបាទបើក្រុមហ៊ុនធំយើងនៅតែបន្តនាំចូលហើយបាទក្រុមទំនិញដែលនៅបន្តនាំចូលទៀតនោះគឺគ្រឿងបង្គុំដែលបម្រើឲ្យការរក្សាខ្សែស្រវាក់ផលិតកម្មនៅក្នុងប្រទេសសម្រាប់ក្រុមហ៊ុនដំឡើងយានយន្តម៉ូតូនិងរថយន្តជាដើមបាទបងប្អូនគ្រឿងបង្គុំយើងមាននៅតែថៃបាទនេះតាមយើងគិតបងប្អូននៅយើងអាចទៅយកពីចិនទៅយកពីជប៉ុនទៅយកពីអីផ្សេងបានក៏ពីថៃឬក៏យ៉ាងណាដែរបាទខ្ញុំអត់យល់បាទដូច្នេះការនាំចូលក្នុងរង្វង់$150 លានមានតែ20 លានដុល្លារទេដែលចាយលើទំនិញប្រើប្រាស់ខណៈភាគច្រើនទំនិញដែលបម្រើឲ្យវិស័យផលិតកម្មសាលបាទសូមបន្តទៀតបាទយើងស្ដាប់ហើយបងប្អូនត្រូវរៀបចារណាខ្លួនឯងទៅបាទលោកបានកត់សម្គាល់បន្ថែមថាត្បិតមានការនាំចូលទំនិញបាទដែលបម្រើវិស័យផលិតកម្មកម្មនសាលប៉ុន្តែទំនិញនាំចូលពីថៃប្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃបានថយចុះប្រមាណ 60% ហើយនឹងបន្តធ្លាក់ចុះទៀតនៅពេលខាងមុខដោយអំណាចពហិការរបស់ពលរដ្ឋខ្មែរលើទំនិញថៃបើទោះបីរដ្ឋាភិបាលមិនហាមឃាត់ក៏ដោយចំណែកគ្រប់ទំនិញដែលរដ្ឋាភិបាលហាមឃាត់ដូចជាប្រេងឥន្ធនៈឧស្ម័នគឺធ្លាក់ចុះដល់0តែម្ដងបាទវាត្រូវតែអញ្ចឹងបាទបងប្អូនខ្មែរយើងគឺស្រស់គ្នាល្អណាស់បាទជារដ្ឋខ្មែរគឺស្រស់គ្នាល្អបាទអរគុណបាទហើយប៉ុន្តែនៅមានមួយចំនួនតូចបងប្អូនដែលខ្ញុំឃើញនៅតែបន្តគាំទ្រផលិតផលថៃនេះមិនដឹងជាពួកកឹតអីទេបាទក្នុងខួរក្បាលគាត់បាទលោកថាក្នុង 60% នេះខ្ញុំចង់ជម្រាបដែលយើងប៉ាន់ស្មានបូករួមទាំងទំនិញដែលនាំមកហើយលក់មិនដាច់ត្រូវនាំត្រឡប់ទៅវិញឧទាហរណ៍ភេសជ្ជៈទឹកដោះគោជាដើមព្រោះចលនាពហិការនេះខ្លាំងណាស់បាទជាជនខ្មែរគឺខ្លាំងយ៉ាងណាធ្វើឲ្យទំនិញរបស់ថៃឲ្យតែមានអក្សរថៃលំបាកលក់យកតែមែនទេបាទគឺអញ្ចឹងបាទអីចង់ឲ្យប្រជាជនយើងប្រើវិញមិនលោកបាទអញ្ចឹងអាជីវកររបស់យើងក្រៅពីយកទំនិញទៅវិញនេះប្រហែលជាប្រមាណសប្តាហ៍ខាងមុខនឹងមានការកំទេចទំនិញចោលទំនិញជាភេសជ្ជៈដែលនាំមកហើយលក់មិនចេញហើយហួសសុពលភាពប្រើប្រាស់បាទតែហួសហើយគឺដុតចោលទៅបោះថៃបាទទោះមិនហួសក៏ខ្ញុំមិនប្រើដែរបាទសូមអរគុណសម្រាប់ព័ត៌មានថ្ងៃនេះសូមអរគុណបងប្អូនដែលបានតែងតែចូលមើលហើយតែងតែជួយចាត់តាមដានក៏ដូចជាតែងតែជួយចុច Subscribe បាទសូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅព័ត៌មានថ្មីបន្តទៀតបាទសូមអរគុណបាទ